ស្ដីបងប្អូនចានេះគឺគេហៅព្រៀបមាន់ណាបងប្អូនចាព្រៀបមាន់វាមានពីរពណ៌អញ្ចឹងតែពីរពណ៌បើមានច្រើនពណ៌ប៉ុន្តែខ្ញុំចំគឺមានតែពីរពណ៌ហ្នឹងទេគឺពណ៌សហើយនិងពណ៌នេះវាជារាងពណ៌ថ្នោតតិចទេបងប្អូនអើយចាវាច្រើនពណ៌ណាបងប្អូនចាហើយនៅក្នុងសបុកនោះគឺវាបានរាងធំដែរវាមកទឹកអីទៀតហើយជាវាអាចទៅស្លាប់ពេញអញ្ចឹងណាបងប្អូនចាហើយនេះគឺមានមេមួយឈ្មោះមួយវារួមគឺព្រៀបហ្នឹងគឺវានឹងទៅចាប់គូមេមួយឈ្មោះមួយអញ្ចឹងណាបងប្អូនចាហើយនេះលាយដែរបែរជាតិចវារៀបដេកទេបងប្អូនណាចាពណ៌សស្អាតមែនទេបងប្អូនអានេះប្រហែលជាបាន2-3ខែទេអាព្រៀបនេះ2-3ខែវាបានប៉ុណ្្នឹងអញ្ចឹងណាចាហើយរបៀបនៃការចិញ្ចឹមវាគឺងាយស្រួលទេបងប្អូនចាគឺអត់ពិបាកក្នុងការចិញ្ចឹមទេយើងគ្រាន់តែដាក់ចំណីឲ្យវាហើយនឹងដាក់ទឹកទៅគឺវាស៊ីមួយឆ្អែតអញ្ចឹងណាស៊ីដល់និយាយអីចឹងទៅហើយពេលដែលវាកូនគឺដូចជាមួយខែវាកូនម្ដងអញ្ចឹងណាចាកូនបាន2វាពងម្ដងគឺបាន2ការខ្ញុំចាំមុនដំបូងអាព្រៀបនេះគឺវាពងបាន2ប៉ុន្តែញាស់បាន1ហើយមួយទៀតស្អុយចឹងណាបងប្អូនចាប៉ុន្តែអាមួយដែលញាស់បាននោះវាជាបានកន្លះខែគឺវាងាប់ព្រោះអត់ដឹងមូលហេតុអីបានវាងាប់ទេមិនដឹងថាសត្វខាំឬក៏វាមានជំងឺអីចឹងព្រោះអត់ដឹងទេវាងាប់ដោយឯងអញ្ចឹងណាបងប្អូនចាតបមកគឺវាចាប់ផ្ដើមពងកសាទៀតគឺញាស់ទាំងពីរបងប្អូនគឺខ្ញុំបានថតបង្ហាញជូនបងប្អូនអញ្ចឹងគឺវាពីនៅក្នុងសបុកហ្នឹងបងប្អូនចាចិត្តធំទៀតទេបងប្អូនណាចិត្តដោះស្លាប់ពេញខ្លួនទៀតហើយជាមួយទៅទៀតវាអាចពងមួយសាទៀតបងប្អូនចានិយាយរួមគឺចាំព្រៀបមាន់នេះគឺងាយស្រួលចាចាំតលេខពងអញ្ចឹងណាបងប្អូនចាចាំតចាំមកវាពងហើយញាស់បានកូនបានអីចឹងណាចាអត់ប្រហែលចិញ្ចឹមទេចឹងបងប្អូនដែលគាត់មានសមត្ថភាពអីអាចទិញព្រៀបមាន់ហ្នឹងយកទៅចិញ្ចឹមអីចឹងណាបងប្អូនចាចំណាយតិចចំណេញច្រើនអញ្ចឹងណាបងប្អូនចាអត់សូវពិបាកចិញ្ចឹមដូចចិញ្ចឹមមាន់ចិញ្ចឹមទាទេបងប្អូនចាគ្រាន់តែយើងដាក់ក្នុងទ្រុងហ្នឹងទៅគឺវាស៊ីចំណីហើយវាពងឯងគឺអត់ពិបាកទេមិនចាំដាក់ទ្រុងឲ្យរៀងធំអញ្ចឹងណាតែប៉ុណ្្នឹងមកឲ្យវានៅក្នុងហ្នឹងទៅអានេះមិនដឹងបានខែទេបានវាពងទេបងប្អូនណាព្រោះវាទៅបាន2-3ខែអញ្ចឹងវានៅទូចអញ្ចឹងណា